ចូលរួមសោកស្ដាយឧបទ្ហេតុរថយន្តធ្លាក់ចូលទន្លេស្លាប់2នាក់របួស2នាក់និងបាត់ខ្លួនម្នាក់កំពុងរុករកនៅខេត្តកំពង់ចាមហេតុការណ៍កើតឡើងនៅថ្ងៃទី29ខែ10ឆ្នាំ2025វេលាម៉ោង 10:11 នាទីដោយឡានមួយគ្រឿងម៉ាកសាំយ៉ុងបានបើកធ្លាក់ចូលទឹកទន្លេមេគង្គនៅភូមិជ័យឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមដែលបានធ្វើដំណើរពីស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំឆ្លងកាត់ស្រុកស្រីសន្ធរក្នុងរថយន្តមានមនុស្សចំនួន5នាក់គិតមកដល់ត្រឹមម៉ោង 17:00 នាទីក្រុមការងាររុករករបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាមបានរកឃើញរថយន្តនិងបានអូសយកមកច្រាំងទន្លេហេតុការណ៍ខាងលើបណ្ដាលឲ្យមានមនុស្សរបួស2នាក់ស្លាប់2នាក់និងបាត់ខ្លួនម្នាក់កំពុងរុករកកត្តានាំឲ្យគ្រោះថ្នាក់គឺការធ្វេសប្រហែសរបស់អ្នកបើកបរអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចន្ទាបានចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារនៃសពរងគ្រោះក្នុងឧបទ្ហេតុរថយន្តធ្លាក់ចូលទន្លេនិងបានអំពាវនាវដល់អ្នកបើកបរសូមគោរពច្បាប់ចរាចរណ៍និងប្រកបដោយការទទួលខុសត្រូវខ្ពស់